ពងមាន់ចំអិនតាមរូបមន្តនេះពេលដែលបានញ៉ាំហើយតែងតែចង់ញ៉ាំទៀតរសជាតិវាឆ្ងាញ់បែបខ្ទិះហ្មងណាចំពោះពីវិធីធ្វើវិញយើងដាំទឹកបរិមាណទឹកដាក់ឲ្យលិចពងមាន់បន្ថែមទឹកខ្មេះមួយស្លាបព្រាអំបិលមួយចុងស្លាបព្រាជាមួយនឹងពងមាន់ដែលដាក់ក្រៅទូទឹកកកហើយកន្លះម៉ោងនោះពេលដែលដាក់ពងមាន់នឹងចូលថ្នមខ្លាចបែកធ្វើការកូរវាប្រហែលជា1នាទីដើម្បីឲ្យពងមាន់ផ្នែកក្រហមនឹងវានៅចំកណ្ដាលស្ងោររយៈពេល7នាទីបន្ទាប់មកត្រាំនៅក្នុងទឹកកកពងមាន់ត្រាំឲ្យត្រជាក់ហើយចាំធ្វើការបកងាប់លាយទឹកស៊ុបយើងមានជាមួយនឹងទឹកឆ្អិនចំនួន300 ml ទឹកស៊ីអ៊ីវ300 ml លាយបញ្ចូលគ្នាបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងស្ករសចំនួន1ស្លាបព្រាកន្លះបរិមាណស្ករវាអាចនឹងប្រែប្រួលទៅតាមរសជាតិនៃទឹកស៊ីអ៊ីវយើងដែរចំពោះខ្ទឹមបារាំងខ្ញុំប្រើចំនួន1មើមហើយធ្វើការហាន់វាជាដុំល្អិតទូចបែបនេះឯងហើយបន្ទាប់មកយើងចាក់ជាមួយនឹងទឹកស៊ីអ៊ីវដែលយើងបានលាយអំបាញ់មិញនេះមានជាមួយស្លឹកខ្ទឹមដែលយើងធ្វើការហាន់វាជាទូចដូចគ្នាចាក់បញ្ចូលទឹកស៊ីអ៊ីវដូចគ្នាហើយមានជាមួយនឹងម្ទេសខៀវហាន់វាឲ្យម៉ត់ល្អិតដូចគ្នាផងដែរហើយជាមួយនឹងបន្ថែមមកទៀតមានជាមួយនឹងខ្ទឹមសអាចហាន់ជាប្រទះក៏បានច្រាមល្អិតក៏បានដែរហើយនឹងមានមួយមុខចុងក្រោយទៀតគឺម្ទេសហើយនឹងមានបន្ថែមជាមួយនឹងល្ងលីងហើយគ្រឿងផ្សំទាំងអស់ហ្នឹងហើយបងប្អូនអាចភ្លក់មើលកែច្នៃទៅតាមរសជាតិដែលបងប្អូនចូលចិត្តចាហើយនឹងពងមាន់យើងរៀបដាក់ចូលទៅក្នុងប្រអប់វាងទៅហើយយើងចាក់ទឹកស៊ុសដែលយើងបានលាយហ្នឹងខ្ញុំត្រាំមួយយប់បងប្អូនបានជាវាពងលឿងហ្នឹងវាចូលខំជាមួយនឹងទឹកស៊ីអ៊ីវបានល្អហើយមកទៅវាកាន់តែល្មុតល្អបន្ថែមទៀតហើយពងមាន់ហ្នឹងញ៉ាំឆ្ងាញ់បន្ថែមជាមួយនឹងស្រាយនេះទៀតហត់តែឆ្ងាញ់ញ៉ាំហើយជក់ចិត្តបងប្អូនមើលហើយកុំភ្លេចធ្វើញ៉ាំណាហើយកុំភ្លេចជួយ share វីដេអូខ្ញុំម្នាក់មួយផងអរគុណមានចម្ងល់អីផ្សេងអាច comment នៅក្នុងវីដេអូខាងក្រោមនេះបានអរគុណច្រើនជួបគ្នានៅវីដេអូថ្មីទៀត